នេះគឺជាថ្នាក់យូហ្គាហើយកន្លែងនេះគឺជាកន្លែងដែលខ្ញុំធ្លាប់បានអង្គុយរយៈពេល13ឆ្នាំមកហើយក្របពីឆ្នាំ2013ដែលខ្ញុំទៅប្រេបស្គាល់ថ្នាក់យូហ្គាដំបូងជំរាបសួរសួស្តីពុកម៉ែបងប្អូនអ៊ំពូមីងទាំងឡាយស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំដែលបង្ហាញអំពីសកម្មភាពយូហ្គានៅក្នុងថ្នាក់ចាប់ពីពេលចាប់ផ្ដើមរហូតដល់នាទីបញ្ចប់ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំកាត់ត្រួសទេណាដំបូងឡើយគឺបងអូនឃើញផ្ដើមថតសកម្មភាពអ្នកគ្រូបង្ហាត់សិស្សដែលពីដំបូងហ្នឹងគឺត្រូវឲ្យយើងធ្វើការសមាធិរយៈពេលប្រហែលជា1 ទៅ 2 នាទីដើម្បីឲ្យអារម្មណ៍ស្ងប់បន្ទាប់មកពួកគាត់នឹងសូត្រសំឡេងអូម3 ដងដែលនៅក្បាលវីដេអូបងអូនឃើញហើយបន្ទាប់មកគឺជាសកម្មភាពដែលអ្នកគ្រូបានបង្ហាត់វាមានច្រើនស្ទើរប៉ុន្តែអានេះខ្ញុំកាត់ឲ្យបងប្អូនមើលទេសួរថាសារៈសំខាន់នៃការហាត់យូហ្គាល្អអត់សម្រាប់ទាំងពីក្មេងរហូតដល់ចាស់ពីខ្ញុំទៅរយៈពេល13ឆ្នាំនៃការហាត់គឺខ្ញុំពិតជាស្រឡាញ់ការហាត់យូហ្គានឹងខ្លាំងមែនទែនខ្ញុំមិនមែនជាអ្នកដែលមានបទពិសោធន៍អីទេប៉ុន្តែអ្វីដែលខ្ញុំបានរៀនពីគ្រូតាំងពីអ្នកគ្រូដំបូងដែលខ្ញុំធ្លាប់ហាត់ជាមួយគឺដែលខ្ញុំអត់ធ្លាប់សោះហ្មងណាគឺខ្ញុំ beginning បានថាសិស្សមតីទៅហាត់ជាមួយសិស្សថ្នាក់ advance គឺមានការលំបាកមែនតើខ្ញុំនៅតែរៀនម្ដងតិចចឹងណាប៉ុន្តែសួរថាលំបាកអត់លំបាកហើយលទ្ធផលក៏ពីដំបូងឡើយក៏វាអត់ងាយស្រួលដែរយើងព្យាយាមម្ដងតិចរហូតដល់ថ្ងៃមួយទៅធ្វើរាងកាយយើងនឹងទន់បានងាយស្រួលក្នុងការហាត់បានដូចគេដូចឯងបើថាចូលដំបូងសូនដូចតែគ្នាទេតែការហាត់យូហ្គានេះសម្រាប់ម៉ាក់អ៊ំគឺល្អមែនតើដោយសារវាមិនមែនជាការដែលហក់លោតអីឲ្យហត់ទេប៉ុន្តែគឺជាភាពអត់ធ្មត់នៃរាងកាយរបស់យើងដែលត្រូវស្ដាប់សំឡេងរបស់អ្នកគ្រូបង្ហាត់ហើយយើងព្យាយាមធ្វើតាមគាត់ម្ដងតិចទៅគឺវាល្អសម្រាប់សុខភាពទាំងរាងកាយទាំងផ្លូវចិត្តគឺល្អមែនតើពីខ្ញុំទៅខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមានពេល1 ម៉ោងក្នុងមួយថ្ងៃដើម្បីខ្លួនឯងបើសិនជាបងប្អូនចង់ហាត់ថ្នាក់យូហ្គាហ្នឹងនៅតាមចិត្តផ្ទះបងប្អូនមានបងប្អូនអាចទៅសាកទេពិតជាល្អណាស់ខ្ញុំទៅខ្ញុំនៅតែនិយាយដដែលល្អមែនតើខ្ញុំមិនមែនជាគ្រូបង្វឹកទេប៉ុន្តែខ្ញុំស្រឡាញ់ការហាត់ប្រាណ